រៀបសួរបងប្អូនទាំងគ្នាដែលត្រៀមនឹងមកប្រទេសជប៉ុនឬក៏មុននឹងដែលកំពុងតែរស់នៅប្រទេសជប៉ុនវីដេអូនេះខ្ញុំចង់និយាយអំពីរបៀបជិះរថភ្លើងឬក៏របៀបទិញសំបុត្ររថភ្លើងប្រចាំខែបងប្អូនខ្លះអភ័យជាអត់ដឹងទេអត់យល់ទេអត់ដឹងទេអូខេអញ្ចឹងងាយទេមុនដំបូងបងប្អូនត្រូវដឹងថាតើផ្ទះដែលបងប្អូនរស់នៅចប់ស្ថានីយ៍ណានៅជិតស្ថានីយ៍ណាដែលបងប្អូនតែងតែជិះប្រចាំថ្ងៃឧទាហរណ៍ដូចជាស្ថានីយ៍ A អញ្ចឹងមិននៅជិតផ្ទះខ្ញុំអញ្ចឹងនៅជិតផ្ទះយើងអញ្ចឹងអាហ្នឹងគឺឧទាហរណ៍ស្ថានីយ៍ A អញ្ចឹងនៅជិតផ្ទះយើងអញ្ចឹងកន្លែងធ្វើការបងប្អូនគឺនៅស្ថានីយ៍ B កន្លែងដែលបងប្អូនចុះហើយដើរទៅក្រុមហ៊ុនធ្វើការអញ្ចឹងរបៀបទិញសំបុត្របើបងប្អូនខ្លះក៏អត់ដឹងទេគាត់ទិញរងថ្ងៃអញ្ចឹងគាត់ជិះរងថ្ងៃបងលុយរងថ្ងៃអាហ្នឹងសម្រាប់បងប្អូនដែលមកថ្មីឬក៏មិនទាន់មកអញ្ចឹងភ័យជាអត់ដឹងទេអញ្ចឹងយើងអាចទិញប្រចាំខែបានបងអាចទិញឬបងប្អូនអាចទិញប្រចាំខែបានបើបងប្អូនអត់យល់ហើយចំពោះការទិញនោះមិនចាំបាច់ប្រើខ្សែយឺខាតទេមិនចាំបាច់ប្រើខ្សែយឺខាតឬ passport ទេគឺបងប្អូនទៅកន្លែងស្ថានីយ៍ដែលបងរស់នៅទៅដូចជាស្ថានីយ៍ A អញ្ចឹងយើងរស់នៅជិតដែលយើងជិះជាប្រចាំអញ្ចឹងយើងទៅស្ថានីយ៍ A ហើយយើងសួរបុគ្គលិកគេថាខ្ញុំចង់មកទិញសំបុត្ររថភ្លើងអញ្ចឹងប្រចាំមួយខែពេញអញ្ចឹងមួយខែពេញហើយខ្ញុំទិញពីកន្លែងនេះកន្លែងខ្ញុំជិះរាល់ថ្ងៃហ្នឹង A ហើយខ្ញុំទៅចុះនៅកន្លែង B នេះកន្លែង B នេះគឺកន្លែងខ្ញុំចុះហើយដើរទៅធ្វើការអញ្ចឹងហើយក្រុមហ៊ុនគេនឹងគិតឲ្យគេគិតឲ្យបើយើងអត់យល់ជួនកាលគេរវល់ច្រើនគេឲ្យចាំបើយើងអត់យល់ពីរបៀបទិញអញ្ចឹងជួនកាលគេរវល់ច្រើនយើងចូលចាំទៅបើថាគេរវល់ទេយើងគេជូនយើងមកកន្លែងគេមានម៉ាស៊ីនទិញអញ្ចឹងតែបើបងប្អូនយល់អាចទិញនៅក្នុងម៉ាស៊ីនទិញក៏បានដែរបើបងប្អូនចេះអង់គ្លេសងាយស្រួលទេងាយទេក្នុងម៉ាស៊ីនហ្នឹងមានភាសាអង់គ្លេសផងតែជាទូទៅភាសាកាន់ជីខ្ញុំក៏ពិបាកយល់ដែរហើយបងប្អូនអាចទិញមួយខែបានអញ្ចឹងបុគ្គលិកគេនឹងជួយហើយចំពោះការទិញមួយខែចំណេញច្រើនមែនតើចំណេញច្រើនជាងបងប្អូនជិះមួយថ្ងៃទៅឲ្យបងលួចមួយថ្ងៃទៅបងលួយទិញមួយខែក្នុងមួយខែពេញឧទាហរណ៍បងប្អូនទិញថ្ងៃទី1ឥឡូវខែ5អញ្ចឹងឥឡូវខែ5ថ្ងៃទីថ្ងៃហ្នឹងខែ5ថ្ងៃទី26ខែ4ថ្ងៃទី6សុំទោសខែ4ថ្ងៃទី26អញ្ចឹងមួយខែវាចូលខែ5ថ្ងៃទី26វិញបានមួយខែអញ្ចឹងចំពោះការទិញមួយខែវាចំណេញមែនទេចំណេញត្រង់ថាយើងក្នុងកំឡុងពេលដែលយើងទិញពីខែ4ថ្ងៃទី26រហូតដល់ខែ5ថ្ងៃទី26ហ្នឹងគឺយើងអាចជិះទៅណាក៏បានដែរតែมันអាចហួសពីកន្លែងដែលយើងត្រូវកំណត់ទេសម្បត្តិកំណត់ A ទៅ B ក្នុងចន្លោះស្ថានីយ៍ទាំងប្រមាណនៅនេះយើងអាចជិះបានទាំងអស់តែយើងជិះហួសដូចថាយើងជិះពី A មក B សម្បត្តិយើងទិញ B តែយើងជិះមកដល់ C អញ្ចឹងយើងត្រូវបង់លុយពី B មក C តែចំពោះថាពី A មក B គឺជិះមួយសេរីបងប្អូនអានឹងជាចំណុចចំណេញយើងជិះមួយសេរីក្នុងមួយខែហ្នឹងកំណត់មួយខែអញ្ចឹងផុតពីមួយខែទៅយើងបង់លុយទៀតទៅយើងជិះធ្វើដំណើរមួយសេរីក្នុងតំបន់នោះអូខេអញ្ចឹងប៉ុណ្្នឹងឯងចំពោះការទិញសំបុត្រប្រចាំខែមិនចាំបាច់ប្រើខ្សែយឺខាតស្អីទេអរគុណច្រើនសូមជួយ Subscribe YouTube ខ្ញុំអ្នកមួយអរគុណច្រើនអ្នកនរគ្នា Life in Japan អរគុណជួយ Subscribe ម្នាក់មួយមក